สุดท้ายថ្ងៃនេះដែរខ្ញុំមានវីដេអូមួយបង្ហាញអ្នកនរគ្នាពីកុងទ័រលបឿនឡាន Hyundai មួយគ្រឿងនេះដែរឡាននេះដែរឆ្នាំ06អ្នកនរគ្នាហើយបញ្ហាវាគឺវាអត់ដើរកុងទ័រលបឿនអ្នកនរគ្នាហើយបន្ទាប់ពីខ្ញុំដោះឆែកមើលហើយក៏រកឃើញកំហុសវាហើយខ្ញុំនឹងបង្ហាញប្រាប់អ្នកនរគ្នាដែរនៅក្នុងវីដេអូនេះថាតើវាខូចនៅត្រង់ចំណុចណាដែលធ្វើឲ្យកុងទ័រលបឿនរបស់វាហ្នឹងគឺវាអត់ដើរអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងឡាននេះដែរឆ្នាំ06ហើយក៏ដំណើរការប្រព័ន្ធភ្លើងរបស់វាក៏វាខុសគ្នាពីឡានHyundai 5.0ដែរអ្នកនរគ្នាបាទអញ្ចឹងខ្សែសញ្ញារបស់វាចេញពីដោយប្រអប់លេខមកវារត់ចូលទៅនឹងប្រអប់ពូខ្មៅសិនអ្នកនរគ្នាបាទហើយបន្ទាប់ពីវាចេញពីប្រអប់ពូខ្មៅនឹងមកបានចូលមកដុំកុងទ័រលបឿននៅក្នុងតាប់ឡូយើងហ្នឹងអ្នកនរគ្នាបាទដើម្បីវាដំណើរការអញ្ចឹងអ្នកនរគ្នាអញ្ចឹងខ្ញុំនឹងបង្ហាញប្រាប់អ្នកនរគ្នាថាតើដុំពូខ្មៅរបស់វាហ្នឹងគឺចាប់នៅម្ដុំណាអញ្ចឹងអ្នកនរគ្នាតោះយើងទៅមើលអ្នកនរគ្នាបាទនិយាយពីដុំពូខ្មៅរបស់វានេះគឺវាចាប់នៅក្រោមជើងស៊ីបម្ដុំកន្លែងកង់ដងសញ្ញោអញ្ចឹងអ្នកនរគ្នាបាទនេះខ្ញុំកំពុងតែទាញមកហើយបាទនេះជាប្រអប់ពូខ្មៅរបស់វាបាទដែលប្រអប់ពូខ្មៅនេះដែរបើសិនជាវាមានបញ្ហាចូលទឹកចូលអីខូចក៏ធ្វើឲ្យកុងទ័រលបឿនវាហ្នឹងក៏អត់ដើរដែរអញ្ចឹងអ្នកនរគ្នាបាទខ្សែដែលខ្ញុំកំពុងតែចង្អុលប្រាប់អ្នកនរគ្នានេះដែរគឺជាខ្សែសញ្ញាចេញពីដោយ sensor នៅប្រអប់លេខមកវារត់ចូលមកដុំពូខ្មៅរបស់វាមួយហ្នឹងអ្នកនរគ្នាបាទហើយខ្សែសញ្ញាមួយទៀតណានេះអ្នកនរគ្នាចេញពីប្រអប់ពូខ្មៅវាហ្នឹងរត់ចូលទៅដុំកុងទ័រលបឿននៅក្នុងតាប់ឡូដែលធ្វើឲ្យកុងទ័រលបឿនហ្នឹងវាដំណើរការអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញអ្នកនរគ្នានៅម្ដុំប្រអប់ពូខ្មៅហ្នឹងគឺមានតែប៉ុណ្្នឹងទេចង់បង្ហាញដល់អ្នកនរគ្នាហើយយើងទៅមើលពីបញ្ហារបស់វាថាតើវាមានបញ្ហាខូចអីបានដែលធ្វើឲ្យកុងទ័រលបឿនមួយហ្នឹងវាអត់ដើរអញ្ចឹងអ្នកនរគ្នាតើឥឡូវយើងទៅមើលបងប្អូនគ្នាបាទនៅម្ដុំកន្លែងប្រអប់លេខអ្នកនរគ្នាបាទឥឡូវយើងដើរមកដល់ហើយនេះជាដោយ sensor របស់វាដែលខ្ញុំដោះចេញពីប្រអប់លេខហ្នឹងមកហើយខ្ញុំទុកវានៅខាងក្រៅបញ្ហារបស់វាគឺនៅត្រង់កន្លែងខ្សែហ្នឹងតែម្ដងអ្នកនរគ្នាពីមុនគេធ្វើដាច់អ្នកនរគ្នាដល់ពេលគេធ្វើដាច់ហើយគេតចូលទៅវិញតទៅអត់ត្រូវអញ្ចឹងអ្នកនរគ្នាដោយសារតែខ្សែម្ដុំហ្នឹងវាខុសពណ៌គ្នាអ្នកនរគ្នាដល់ពេលខុសពណ៌គ្នាទៅគេតទៅវាអត់ត្រូវអញ្ចឹងណាដែលធ្វើឲ្យកុងទ័រលបឿនហ្នឹងវាអត់ដើរអញ្ចឹងអ្នកនរគ្នាឥឡូវខ្ញុំដោះវាចេញមកក្រៅហើយខ្ញុំនឹងសាកធ្វើតេស្តបង្ហាញអ្នកនរគ្នាថាតើវាដើរអត់អញ្ចឹងអ្នកនរគ្នាហើយខ្ញុំធ្វើតេស្តនៅខាងក្រៅដោយ center វាហ្នឹងគឺធ្វើឲ្យនាឡិកាកុងទ័រលបឿនរបស់វាហ្នឹងវាតនិចរបស់វាហ្នឹងវាគាត់អត់smooth ល្អទេអ្នកនរគ្នាគាត់តែខ្ញុំចង់ធ្វើតេស្តបង្ហាញអ្នកនរគ្នាថាតើវាដើរវិញអត់អញ្ចឹងអ្នកនរគ្នាបាទឥឡូវយើងមកធ្វើតេស្តទាំងអស់គ្នាបាទឃើញថាវាដំណើរការហើយអ្នកនរគ្នានេះវាដើរឡើងវិញហើយថាវាដើរអត់សូវ smooth ទេបាទវាអត់ដូចយើងចាប់ចូលនៅក្នុងប្រអប់លេខទេបាទដោយ sensor របស់វាហ្នឹងបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេចង់បង្ហាញអ្នកនរគ្នាចាំជួបគ្នានៅคลิปវីដេអូក្រោយទៀតបងប្អូនអរគ្នាបាទ